តែអ្នកដឹងទេថាសាសនាគ្រិស្តមាននិកាយជាច្រើនពាន់និកាយនៅទូទាំងពិភពលោកប៉ុន្តែជាទូទៅគេចែកនិកាយធំជា3គឺសាសនាកាតូលិកសាសនាអូតូដុកស៍និងសាសនាប្រូតេស្តង់ថ្ងៃនេះខ្ញុំនឹងយកសាសនាកាតូលិកដើម្បីមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាកាតូលិកគឺជានិកាយធំបំផុតមួយនៃសាសនាគ្រិស្តដែលមានអ្នកជឿជាង1000លាននាក់ទូទាំងពិភពលោកអ្នកកាតូលិកជឿលើព្រះយេស៊ូវគ្រីស្ទថាជាព្រះបុត្រានៃព្រះនិងព្រះអង្គសង្គ្រោះមនុស្សលោកសាសនាចក្រកាតូលិកត្រូវបានដឹកនាំដោយសម្ដេចប៉ាបដែលមានទីស្នាក់ការនៅវ៉ាទីកង់សារៈសំខាន់របស់កាតូលិកគឺសេចក្តីជំនឿសេចក្តីស្រឡាញ់និងអភ័យទោសនិងការជួយអ្នកដទៃ